នៅវេលាម៉ោង 2:10 នាទីរសៀលថ្ងៃទី 15 ខែតុលា ឆ្នាំ 2025 នេះមានឧទ្ធម្ភាគចក្រថៃបានហោះល្បាតស៊ើបការពីការទូលិចចំនួន 3 ត្រឡប់រំលោភដែនអធិបតេយ្យភាពកម្ពុជាតំបន់ចំតែក្បាលខ្មោចនិងប្រាសាទព្រះវិហារ